អូនតាណាចាអត់តន់គិតលុយបងគិតលុយគេបងញ៉ាំអីអត់ឲ្យលុយទេចាំមិនអស់មិញធ្វើអញ្ចឹងណាអត់គិតលុយវាហងអូគាត់ហ្នឹងប្រពន្ធខ្ញុំតាចាំមិនប្រពន្ធមួយថ្ងៃអញ្ចឹងបាទមិនធ្វើចឹងឲ្យហ្វ្រីហ៎បាទបងអើយខ្ញុំអស់លុយអត់អូនឯងហ្វ្រីអូនតាណាចាអត់តន់គិតលុយបងគិតលុយគេបងញ៉ាំអីអត់ឲ្យលុយទេចាំមិនអស់មិញធ្វើអញ្ចឹងណាអត់គិតលុយវាហងអូគាត់ហ្នឹងប្រពន្ធខ្ញុំតាចាំមិនប្រពន្ធមួយថ្ងៃអញ្ចឹងបាទមិនធ្វើចឹងឲ្យហ្វ្រីហ៎បាទអស់$10ឥឡូវ$10បាទអស់ប្រពន្ធតែឡាធីអីក៏ចេញជាមួយនឹងឆុតបន្ថែមស្អាតហើយនេះណែអានេះធ្វើក្នុងជាប្រភេទ candy fiber នេះណែចាគឺធ្វើបងប្អូនងាយស្រួលញ៉ាំជាងមុនគ្រាន់តែពេលលើមាត់ទៅគឺថាធ្វើឲ្យយើងគឺយើងស្អាតតែម្ដងប៉ុន្តែបច្ចេកណាប្រភេទ fiber នេះគឺយើងញ៉ាំក្រោយអាហារពេលល្ងាចព្រោះមកកាច់ធ្វើបងប្អូនបធូរបងយ៉ាងអស់តែម្ដងពីពោះពីគ្រឿងគឺលែងមានតែម្ដងណាចាហើយបងប្អូនចង់ញ៉ាំជាសេតកាន់តែឃើញផលចានេះណែជាប្រភេទវីតាមីន TE ដែលបងប្អូនតែងតែស្គាល់ហើយប៉ុន្តែឥឡូវនេះថាយើងចេញជាគ្រូរៀងគូបចឹងតែម្ដងណាសូមចង់បញ្ជាក់ថាជាមួយនឹងវីតាមីន TE ណាបងប្អូនប្រកាសជាដឹងហើយពេលដែលបងប្អូនឃើញជាប្រភេទណាប្រហែលជាគិតថាអូយអត់ហ៊ានញ៉ាំទេខាច់ប៉ះពាល់សុខភាព no កុំបារម្ភអីចាគ្រាន់ធ្វើការឃ្លុំណាស់ដើម្បីបងប្អូនងាយស្រួលញ៉ាំតែប៉ុន្តែកាកខាងក្នុងវាគឺជាប្រភេទម្សៅដែលសំឡើងចេញពីផ្លែឈើច្រើនមុខជាមួយនឹងផ្លែឈើកាស៊ីនីនេះគឺជាផ្លែឈើដែលដុះនៅតំបន់ត្រូពិកគឺជាផ្លែឈើដែលបំបែកចេញពី supply មិនហើយពេញនិយមមែនតើសម្រាប់បងប្អូនដែលក៏អត់ចង់ធွာជួយដល់ការសម្រក់គីឡូទប់ការឃ្លានហើយនឹងជាតិស្ករនៅក្នុងខ្លួនយើងថេរល្អផ្លែឈើមួយមុខទៀតគឺជាផ្លែឈើគេហៅថា castor fruit ផ្លែឈើនោះគឺជួយទៅកាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួនយើងដែលមិនល្អក៏មានជាមួយនឹងផ្ទុកវីតាមីន C វីតាមីន E វីតាមីន K ប៊ីតាស្យូមម៉ាញ៉េស្យូមហើយនិងកាល់ស្យូមប្រភេទបារម្ភថាទៅជាប្រភេទថ្នាំញ៉ាំទៅខ្លាចប៉ះពាល់សុខភាពឬក៏មិនអត់ទេចានៅខាងក្នុងបងប្អូនអាចហែកមើលបានក្នុងនោះគឺជាភេទម្សៅដែលផ្សំឡើងចេញពីគ្រាប់ធម្មជាតិនិងផ្លែឈើជាច្រើនមុខ